បើសិនអ្នកគ្នាមិនចង់ឲ្យ access សំខាន់របស់គ្នាគេអាចចូលមើលបានថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាពីរបៀបក្នុងការ set password ចូលទៅកាន់ access ដែលយើងចង់ដាក់ password ចូលឬក៏យើងចាក់សោវាកុំឲ្យនរណាម្នាក់អាចចូលបានក្រៅពីយើងអូខេអញ្ចឹងដើម្បីយើងអាចធ្វើការ set ជាមួយនឹង password ចូលបានអ្នកគ្នាកុំភ្លេចទស្សនាវីដេអូនេះដល់ចប់ហើយខ្ញុំនឹងប្រាប់អ្នកគ្នាពីមួយជំហានធ្វើឲ្យអ្នកគ្នាអាចធ្វើការដាក់បានដូចគ្នាអូខេបើសិនអ្នកគ្នាពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like share ឬក៏ subscribe ដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតទាក់ទងជាមួយនឹងបច្ចេកវិទ្យាថ្មីៗផងដែរអូខេអញ្ចឹងយើងទៅតាមដាននៅ computer យើងទាំងអស់គ្នាអូខេអ្នកគ្នាអញ្ចឹងដើម្បីអាចធ្វើការដាក់ជាមួយនឹង password ចូលទៅកាន់ file folder នៃ Excel សំខាន់របស់យើងបានជាដំបូងអ្នកគ្នាឧទាហរណ៍ថាយើងចង់ដាក់ជាមួយនឹង file មួយណាអញ្ចឹងទៅអ្នកគ្នាចូលទៅកាន់ folder មួយហ្នឹងទៅអូខេបើអ្នកគ្នាចង់ដាក់ folder ណាគឺចូលទៅកាន់ folder ហ្នឹងទៅប៉ុន្តែខ្ញុំយកវាចេញមកលើ desktop ដើម្បីងាយស្រួលបង្ហាញអ្នកគ្នាបាទអញ្ចឹងដើម្បីអាចធ្វើការ set ជាមួយនឹង password ចូលទៅកាន់ folder របស់យើងបានជាដំបូងអ្នកគ្នាធ្វើការ mouse ស្ដាំនៅលើ file folder ដែលយើងចង់ដាក់ password នឹងចូលអ្នកគ្នាចុច mouse ស្ដាំមួយហើយបន្តមកអ្នកគ្នាយកផ្នែកខាងក្រោមផុតសម្រាប់ Windows 6គេដាក់ show more option អញ្ចឹងអ្នកគ្នាចូលផ្នែកខាងនេះហើយបន្តមកអ្នកគ្នាត្រូវមានកម្មវិធីមួយគេហៅឈ្មោះថា WinRAR បាទជាទូទៅគឺ laptop ដែលយើង set up មកគឺជាងគេដាក់ឲ្យអស់ហើយបាទសម្រាប់ WinRAR ក្នុងការ convert file អីផ្សេងៗនេះអ្នកគ្នាអញ្ចឹងអ្នកគ្នាយកផ្នែកខាងលើ add to បាទអញ្ចឹងអ្នកគ្នាយកខាងលើនេះផុតហើយមកដល់ត្រង់ចំណុចនេះអ្នកគ្នាយកពាក្យថា general អញ្ចឹងក្នុង general នេះហើយសម្រាប់ក្នុងនេះវាមាន option ជាច្រើនដែលអ្នកគ្នាអាចធ្វើការតាក់ទងនឹង file របស់យើងបានអ្នកគ្នាមិនដែរខ្ញុំបង្ហាញអ្នកគ្នាតាមមួយទេគឺក្នុងការ set password ចូលទៅកាន់ file របស់យើងបាទហ្នឹងគឺវាមានច្រើនយើងមាន backup មានអីចឹងទៅបាទវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូជូនអ្នកគ្នាទៀតចឹងទៅអូខេអញ្ចឹងអ្នកគ្នាយកផ្នែក general នេះហើយតើមកអ្នកគ្នាងាកមកស្ដាំបន្តិចអ្នកគ្នានឹងឃើញគេដាក់ set password អញ្ចឹងមានន័យថាយើងធ្វើការ set password ចូលទៅកាន់ file របស់យើងដែលយើងចង់ដាក់នឹងអ្នកគ្នាដើម្បីជៀសវាងកុំឲ្យនរណាក្រៅពីយើងដែលអាចចូលបានចឹងទៅអូខេអញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមួយមកហើយបន្តមកអ្នកគ្នាធ្វើការ enter password របស់យើងចូលដែលយើងចង់ដាក់ហ្នឹងឧទាហរណ៍ខ្ញុំដាក់ប៉ុណ្ណេះហើយផ្នែកខាងក្រោមនេះគឺបញ្ជាក់ខាងលើយើងដាក់យ៉ាងម៉េចគឺខាងក្រោមនេះដាក់ដូចគ្នាបាទអញ្ចឹងតើមកអ្នកគ្នាធ្វើការ encrypt file name មកអ្នកគ្នាចុចគ្រីសកន្លែងនេះមួយបាទអ្នកគ្នាគ្រាន់តែគ្រីសកន្លែងនេះមួយមកបាទយើងដាក់ password បញ្ជាក់ឲ្យអស់អ្នកគ្នាគ្រីសផ្នែកខាងនេះមួយហើយអ្នកគ្នាធ្វើការចុច OK អញ្ចឹងបន្ទាប់ពីយើង OK ហើយយើងចុច OK មួយទៀតបាទនោះវានឹង convert file របស់យើងជា WinRAR មួយអញ្ចឹងអានេះគឺជា file ដែលយើងបាន encrypt មុនហ្នឹងដាក់ password នៅពេលដែលយើងចុចចូលគឺតម្រូវឲ្យយើងវាយ password ចូលអញ្ចឹងអានេះខ្ញុំយកជាមួយនឹង WinRAR បាទអញ្ចឹងគឺតម្រូវឲ្យយើងដាក់ password ចូលទើបយើងអាចចូលទៅកាន់ file មួយហ្នឹងបានហើយអ្នកគ្នាលុបអានេះចោលទៅបើយើងទុកអានេះគឺមានន័យថាគេអាចចូលមើលបានធម្មតាទេអញ្ចឹងយើងលុបចោលទៅអូខេអញ្ចឹងយើងលុបអានឹងចោលប៉ុន្តែយើងបានដាក់ password នៅក្នុង WinRAR បើយើងបានរួចរាល់ហើយអញ្ចឹងនរណាម្នាក់ដែលកង់ខ្ចី laptop របស់យើងយកទៅប្រើអីយើងចង់លាក់ឯកសារសំខាន់របស់យើងគឺគេអាចចូលបានទេតម្រូវគេវាយ password ចូលទើបអាចចូលទៅកាន់ file របស់យើងបានអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ password ខ្ញុំមើលថាយើងដាក់ password ខុសបើយើងដាក់ខុសក៏វាអត់ load ដែរគឺវាដាក់ error តែម្ដងអ្នកគ្នាអញ្ចឹងគឺវាអត់ត្រូវទេហើយបើយើងជាម្ចាស់ដើមយើងដាក់ password របស់យើងទៅគឺ log ចូលទៅដល់ឯកសាររបស់យើងបានបើកបាន direct តែម្ដងបាទអញ្ចឹងតែខ្ញុំបើកឲ្យមើលមួយនេះយើងអាចធ្វើការបើក file របស់យើងបានអញ្ចឹងបើសិនអ្នកគ្នាចង់ដោះវាវិញអ្នកគ្នាគ្រាន់តែ convert file ហ្នឹងជា file folder វិញធម្មតាទៅអ្នកគ្នាចុច mouse ស្ដាំហើយយកពាក្យថា show more option ហើយអ្នកគ្នាពលា file របស់យើងឡើងវិញមកបាទ extract file អញ្ចឹងយើងធ្វើការ extract file បាន extract here ក៏បានដែរតែមួយទេអ្នកគ្នាយក extract file ក៏បានដែរអញ្ចឹងយើងចុច OK ហើយតោះមកយើងដោះ password ដែលយើងបានដាក់មុនហ្នឹងអូខេអញ្ចឹងអ្នកគ្នាចុច OK ឡើងវិញនោះវានឹង convert file របស់យើងមកជា file folder ដើមវិញហើយយើងអាចចូលបានប្រើប្រាស់ធម្មតាវិញអត់មានជាប់ password ទេបាទហើយតើមកយើងលុប WinRAR នេះចោលទៅគឺអត់មានបញ្ហាអីទេអ្នកគ្នាបាទអញ្ចឹងមានន័យថា file របស់យើងគឺអាចបើកវិញដោយមិនចាំបាច់ដាក់ password ទេបងប្អូនអ្នកគ្នាបើសិនបងប្អូនកំពុងតែជួបបញ្ហាផ្សេងៗទៀតក៏អាច comment ខាងក្រោមមកខ្ញុំនឹងធ្វើវីដេអូជូនអ្នកនរគ្នាតែម្ដងហើយកុំភ្លេចជួយចុច like share
follow ឬក៏ subscribe ជាមួយដើម្បីទទួលវីដេអូនិងចំណេះដឹងផ្សេងៗទៀតទាក់ទងនឹងចែកជាថ្មីៗផងដែរអូខេអរគុណអ្នកនាងជួបគ្នានៅវីដេអូក្រោយ